សូមនិយាយថាទេចំពោះព័ត៌មានខ្លាំងៗប្រកាសជាប៉ះពាល់ចំពោះសំណួរដែលសួរថាតើព័ត៌មានខ្លាំងៗប៉ះពាល់វិស័យទេសចរដោយរបៀបណាប៉ះពាល់ខ្លាំងដោយសារតែទទួលព័ត៌មានខុសជាងការកន្លែងយើងនោះក៏សហគមន៍ទេសចរមួយគឺកន្លែងមានសុវត្ថិភាពល្អអនាម័យសម្រាប់ធ្នាប់ប៉ុន្តែក៏ធ្វើព័ត៌មានអត់ពេតខ្លាំងៗណាថាសហគមន៍នោះតែមិនបានទេអសុវត្ថិភាពណាមានការប៉ះពាល់ចេះមួយចុះពីរដែលធ្វើឲ្យប៉ះពាល់វិស័យទេសចរអញ្ចឹងយើងត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានខ្លាំងៗនេះដើម្បីផលប្រយោជន៍រួមរបស់យើងចំពោះពូដែលជាមេកទេសទេសចរនៅតំបន់សៀមរាបអង្គរនេះគឺថាសូមសំណូមពរបងប្អូនផលិតមេត្តាព័ត៌មានសូមយកព័ត៌មានពេទ្យកុំខ្លែងបន្លំព័ត៌មានពេទ្យដើម្បីលើកស្ទួយវិស័យទេសចររបស់យើងប្រទេសកម្ពុជាយើងគឺមានសុវត្ថិភាពអញ្ចឹងយើងត្រូវធ្វើព័ត៌មានឲ្យពេទ្យដើម្បីវិស័យទេសចររបស់យើងបាទ